ป้าដែលមានអូនតូចអាសានាំក្មេងតលេងនៅ slide បែបនេះគួរតែប្រុងប្រយ័ត្នហើយនឹងមើលវីដេអូនេះដល់ចប់ករណីនេះបានកើតឡើងនៅកន្លែងក្មេងលេងហើយជា slide របៀបល្អអញ្ចឹងបងប្អូនតាមវីដេអូនៅក្នុងហេតុការណ៍ហ្នឹងគេបាននិយាយថានៅខាងក្រោមគេបង្អស់ហ្នឹងមានក្មេងម្នាក់គាត់នឹងអង្គុយជាប់នៅនឹងមកអញ្ចឹងហើយធ្វើឲ្យក្មេងផ្សេងៗទៀតហ្នឹងដែលចុះមកគឺអត់អាចចុះទៅក្រោមបានទេអញ្ចឹងក៏ស្ទះនៅត្រង់ហ្នឹងប៉ុន្តែគេក៏អត់បានដឹងដែរថាហេតុអីបានជាក្មេងម្នាក់ទៀតដែលចុះមុនហ្នឹងគាត់អត់ព្រមចុះមកវាគាត់អត់ចង់ឲ្យគេចុះឬមួយក៏គាត់ជាប់សពុតជាប់ខោអាវឬជាប់ដៃជាប់ជើងគាត់នៅកន្លែងណាក៏មិនដឹងដែរធ្វើឲ្យក្មេងផ្សេងទៀតនឹងចុះបានហើយក៏ជន់គ្នាក៏ស្ទះជាប់នៅកន្លែងហ្នឹងតែម្ដងនៅក្នុងហេតុការណ៍ហ្នឹងឃើញស្ត្រីម្នាក់គាត់បានព្យាយាមទះស្លាយប្រាប់ទៅដល់ក្មេងនៅខាងក្រោមហ្នឹងឲ្យគាត់ដកជើងចេញមកទៅអាចរអិលចុះមកក្រោមបានទោះជាយ៉ាងណាចុះបញ្ចប់ពួកគេក៏អាចចុះមកបានដោយសុវត្ថិភាពប៉ុន្តែគ្រាន់តែថានេះគឺជាមេរៀនសម្រាប់ពុកម៉ែបងប្អូនដែលមានក្មេងតូចៗអីចឹងគួរតែប្រយ័ត្នពិសេសសម្រាប់ស្លាយដែលមើលអត់ឃើញបើស្លាយប្រភេទថ្លាគឺយើងអាចដឹងថាជាប់នៅកន្លែងណាជាប់ដោយសារអីចឹងទៅហើយមានមនុស្សឬអត់តែប្រភេទស្លាយដែលមានពណ៌បិទបាំងមើលអត់ឃើញគឺគ្រោះថ្នាក់មែនតើតែលេងកន្លែងចឹងយើងក៏ត្រូវណែនាំប្រាប់ក្មេងៗពីវិធីការពារខ្លួនដែរពិសេសស្លាយអីបែបហ្នឹងកុំឲ្យគាត់ជិះរៀងលក្ខណៈថាជាប់គ្នាអញ្ចឹងណាបើមានអ្នកទៅមុនហើយអញ្ចឹងគឺត្រូវទុកកម្លាតហើយពិសេសត្រូវប្រយ័ត្នខ្លាចមានក្មេងដែលគាត់ឡើងប្រច្រាស់មកវិញអញ្ចឹងក៏ជាបញ្ហាមួយធំដែរ